សួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ Channel Sky ថ្ងៃនេះខ្ញុំនឹងនិទានរឿងមួយដែលមានចំណងជើងថាគ្រូហើយនិងសិស្សមុននឹងចូលទៅដល់សាច់រឿងសូមអ្នកទាំងអស់គ្នាជួយចុច Like និង Subscribe ម្នាក់មួយផងសូមអរគុណកាលពីព្រេងនាយមានរឿងដំណាលថាមានភិក្ខុមួយអង្គគង់នៅវត្តមានកូនសិស្សម្នាក់ឈ្មោះអាផ្លូញគឺជាមនុស្សដែលកលខូចហើយលោកគ្រូក៏ជាមនុស្សដែលល្ងង់ខ្លៅណាស់ដែរគ្មានឧបាសកឧបាសិកាណាយកចង្ហាន់ស្លាបារីទៅប្រគេនឬនិមន្តលោកទៅឆាន់ដល់ផ្ទះឡើយលោកនោះក្រលំបាកពន់ពេកប៉ុន្តែលោកនោះមានដំរីមួយក្បាលថ្ងៃមួយលោកនោះបានពិចារណាថាសប្តាហ៍ថ្ងៃនេះគ្មានឧបាសកឧបាសិកាណាប្រគេនវត្ថុអ្វីសោះបើដូច្នេះគួរតែអញនឹងទិញវត្ថុផ្សេងយកមកទុកឆាន់កុំឲ្យពិបាកគិតដូច្នេះហើយក៏ប្រាប់កូនសិស្សថាអាផ្លូញឯងចាប់ដំរីមកហើយឯងទៅផ្សារជាមួយនឹងអញរកទិញវត្ថុផ្សេងយកមកទុកឆាន់កូនសិស្សទៅចាប់ដំរីមកគ្រូនិងសិស្សក៏ឡើងជិះដំរីបរទៅផ្សារទៅលុះទៅដល់ផ្សារគ្រូបានប្រាប់ទៅកូនសិស្សថាឯងទិញវត្ថុអ្វីដែលគេទុកស៊ីបានយូរមិនចេះខូចអាផ្លូនជាសិស្សក៏ទិញអំបិលមួយការុងទុកជាស្រេចគ្រូឃើញថាអាផ្លូនទិញអំបិលមកដូច្នេះក៏សួរថាហេតុដូចម្តេចបានជាឯងទិញអំបិលមិនទិញត្រីឆ្អើរត្រីងៀតផងកូនសិស្សទូលថាអំបិលទុកបានយូរមិនចេះខូចបានជាខ្ញុំព្រះករុណាទិញលោកគ្រូឆាតល្ងងក៏នៅស្ងៀមទៅគ្រូឡើងបរដំរីត្រឡប់មកវត្តវិញចំណែកឯសិស្សរែកអំបិលពីក្រោយខ្នងដំរីដល់ពាក់កណ្ដាលផ្លូវគ្រូមើលទៅកូនសិស្សឮសូរសំឡេងដងរែកដូចជាស្រួលក៏សួរថាអាផ្លូញអញមើលទៅឯងរែកអំបិលដូចជាស្រួលណាស់សិស្សទូលថាបាទព្រះករុណាស្រួលណាស់ហើយស្រាលទៀតផងលោកគ្រូប្រាប់ទៅសិស្សវិញថាឯងឡើងជិះដំរីម្ដងចោះទុកឲ្យអញជាអ្នករែកអំបិលដើរតាមក្រោយលោកគ្រូថាហើយក៏ចុះពីលើដំរីមកសិស្សក៏ឡើងលើដំរីជិះចេញទៅពេលនោះលោកគ្រូប្រាប់ទៅសិស្សថាឯងបរដំរីទៅចាំអញនៅម្លប់ឈើខាងមុខនោះទៅពេលនោះសិស្សក៏បកដំរីទៅដល់ម្លប់ឈើនោះហើយក៏មិនឈប់ចាំលោកគ្រូដែរក៏បកដំរីរហូតទៅដល់វត្តលោកគ្រូរែកអំបិលដើរតាមក្រោយដោយអំបិលនោះធ្ងន់ណាស់លោកគ្រូរែកអំបិលរែកឈប់រកមើលសិស្សក៏មិនឃើញលោកគ្រូនោះក៏បានគិតថាចាំពេលក្រោយចាំនាំសិស្សមកយកហើយក៏យកអំបិលទៅលាក់នៅក្នុងព្រៃមុននឹងលាក់លោកគ្រូក៏គិតថានៅទីនេះបើសិនបើជាមានអ្នកណាដើរកាត់ចំជាឃើញគេនឹងយកអំបិលនេះទៅអស់ជាមិនខានគួរតែរកទីណាដែលកំបាំងភ្នែកពួកអ្នកពួងគឺមានតែក្នុងទឹកទើបគេមើលមិនឃើញគិតហើយលោកគ្រូក៏យកអំបិលទាំងពីរការុងទៅលាក់នៅក្នុងទឹកហើយក៏ដើរទៅវត្តទៅលុះទៅដល់វត្តក៏សួរសិស្សថាហេតុដូចម្តេចក៏ឯងមិនចាំអញសិស្សទូលថាខ្ញុំព្រះករុណាបរដំរីមកប្រងនឹងចាំលោកគ្រូដែរប៉ុន្តែដំរីមិនព្រមចាំសោះអង្វរដូចម្តេចក៏មិនព្រមវាប្រឹងតែដើរមកដល់វត្តទៅវាឈប់សិស្សសួរលោកគ្រូថាលោកគ្រូទុកអំបិលនៅឯណាលោកគ្រូប្រាប់ថាអញលាក់ទុកអំបិលនៅឯណោះអញបានកាច់ដើមឈូកដោតទុកជាសម្គាល់លុះដល់ព្រឹកឡើងលោកគ្រូក៏នាំសិស្សទៅយកអំបិលវិញលុះទៅដល់ក៏ប្រាប់សិស្សថាអញបានលាក់អំបិលទុកនៅក្នុងត្រពាំងនេះនិយាយហើយសិស្សក៏លាន់មកថាម៉ែអើយវារលាយអស់ទៅហើយអាផ្លូវជាសិស្សក៏ចុះទៅយកអំបិលចាប់លើការុងទាំងពីរឡើងក៏មិនឃើញមានអំបិលសោះព្រោះវារលាយអស់ទៅហើយឯចំណងដែលចងការុងក៏ឃើញដាច់អស់ក៏ប្រទះឃើញត្រីកញ្ចុះមួយនៅក្នុងការុងនោះសិស្សក៏ទូលប្រាប់លោកគ្រូថាមានត្រីកញ្ចុះមួយនៅក្នុងការុងវាស៊ីអំបិលអស់ទៅហើយលោកគ្រូហើយក៏យកត្រីនឹងការុងមកប្រគេនលោកគ្រូមើលលោកគ្រូឃើញត្រីហើយខឹងណាស់ក៏បានយកដៃទះកំភ្លៀងត្រីនោះមុតដៃនឹងធ្មង់ត្រីជាប់ពឹសត្រីក៏ចាប់ផ្ដើមឈឺខ្លាំងពេកលោកគ្រូប្រាប់ថាឯងចាប់ដកធ្មង់ត្រីនេះចេញពីអញឲ្យឆាប់ត្បិតអញឈឺខ្លាំងណាស់សិស្សក៏ចាប់ដកទាញស្ទើរតែមិនរួចលុះដករួចឈាមក៏ហូរខ្លាំងពេកពឹសត្រីក៏រត់តាមបណ្ដាលឲ្យលោកគ្រូឈឺខ្លាំងឡើងលោកគ្រូក៏នាំសិស្សទៅវត្តទៅយកទាំងការុងនិងត្រីកញ្ចុះទៅផងលុះទៅដល់វត្តក៏ប្រាប់សិស្សថាអាផ្លូញឯងដាំបាយមួយឆ្នាំង
អាងត្រីកញ្ចោនេះទុកឲ្យឆ្អិនជាឆាប់អញនឹងឆាន់វាលុះពើអន់បន្តិចលោកគ្រូក៏ចាប់ផ្ដើមសង្ងំសឹងលក់ទៅអាផ្លូនក៏ដាំបាយអាងត្រីឆ្អិនហើយបរិភោគអស់ទុកតែបាយមួយពំនូតនិងឆ្អឹងត្រីទុកនៅក្នុងចានក្របតែវាមិនបានក្របឲ្យចិត្តទេពេលលោកគ្រូភ្ញាក់ឡើងបានប្រាប់សិស្សថាឯងយកបាយនិងត្រីងៀតមកអាផ្លូនក៏ធ្វើកិរិយាដូចជាទៅយកបាយមកប្រគេនតែវាប្រាប់ថាបាយនិងត្រីងៀតត្រូវរយស៊ីអស់ហើយនៅសល់តែបាយមួយពំនូតនិងឆ្អឹងត្រីលោកគ្រូជឿអត់សង្ស័យដោយឆោតល្ងង់ក៏ហុចរំពាត់ផ្ដៅឲ្យទៅសិស្សហើយបាននិយាយថាឯងវាយរយកុំឲ្យវានៅលើកុដនេះទៀតអាផ្លូនជាសិស្សក៏វាយរយមិនឈប់គ្រានោះមានរុយមួយបានទុំនៅលើចុងច្រមុះលោកគ្រូបានប្រាប់ទៅអាផ្លូនថារុយវាទុំលើចុងច្រមុះអញវាយវាឲ្យឆាប់ឡើងកូនសិស្សក៏វាយតាមពាក្យគ្រូប្រាប់ពេលវាយទៅវាយមិនត្រូវរុយបែកជាត្រូវច្រមុះលោកគ្រូបែកឈាមហោខ្ចាយពេលនោះអាផ្លូនភ័យណាស់ក៏រត់ទៅដល់ផ្ទះនិយាយប្រាប់ឪពុកម្ដាយតាមសាច់រឿងឪពុកម្ដាយអាផ្លូនបានប្រាប់អាផ្លូនឲ្យមកវត្តវិញប៉ុន្តែវាប្រកែកមិនព្រមមកលោកគ្រូក៏ទៅតាមដល់ផ្ទះក៏វាមិនហ៊ានមកដែរដោយខ្លាចលោកគ្រូវាយវាថ្ងៃក្រោយមកលោកគ្រូបានតាំងវិធីសូត្រមន្តស្នេហ៍បន្ទន់ចិត្តសិស្សឲ្យមកអាផ្លូនជាសិស្សបានដឹងថាលោកគ្រូបានធ្វើវិធីមន្តអាគមស្នេហ៍ដូច្នេះក៏មកវត្តវិញដើម្បីឲ្យគ្រូជឿថាស្នេហ៍របស់គាត់ពូកែលុះមកដល់វត្តអាផ្លូនដើរលើបចូលទៅក៏ឃើញលោកគ្រូកំពុងតែអង្គុយសូត្រមន្តអាគមស្នេហ៍ដូច្នេះក៏សួរលោកគ្រូថាលោកគ្រូកំពុងធ្វើអីគេនឹងលោកគ្រូក៏ហៅអាផ្លូនថាអញកំពុងសូត្រមន្តអាគមបំបាំងកាយព្រោះអញទើបតែរៀនពីគេឃើញសិស្សមកដូច្នេះលោកគ្រូក៏ក្នុងចិត្តថាណអញពូកែមែនបានជាសិស្សអញមកលុះព្រឹកឡើងសិស្សដាំបាយធ្វើម្ហូបស្រាច់ទូលថាលោកគ្រូចង្ហាន់ឆ្អិនហើយលោកគ្រូថាបើដូច្នេះឯងលើកឲ្យអញមកទុកអញឆាន់អាផ្លូនក៏លើកមកធ្វើជាមើលមិនឃើញដាក់ថាសនៅលើក្បាលគ្រូលោកគ្រូស្រែកថាអាផ្លូនហេតុដូចម្ដេចក៏យកថាសដាក់នៅលើក្បាលអញសិស្សទូលថាខ្ញុំប្រកាសណាមើលមិនឃើញពេលនោះលោកគ្រូក៏ងាកចេញអាផ្លូនក៏ដាក់ថាសនៅលើក្បាលលោកគ្រូទៀតលោកគ្រូក៏និយាយថាឯងនេះដាក់ថាសនៅលើក្បាលអញទៀតហើយអាផ្លូនក៏និយាយទៀតថាខ្ញុំប្រកាសណាសុំទោសព្រោះមើលមិនឃើញគ្រូក៏ជឿថាអញរៀនស្នេហ៍ក៏ពូកែឥឡូវអញក៏ហៅវាថាធ្វើវិធីអាគមបំបាំងខ្លួនក៏ទៅជាពូកែទៀតគេមើលមិនឃើញប្រកាសមែនគួរទន្ទិញឲ្យចាំកុំឲ្យភ្លេចអាគមនេះអាផ្លូនលុះប្រគេនចង្ហាន់លោកគ្រូឆានរួចហើយវាក៏លើកមកបរិភោគខ្លួនវាលុះថ្ងៃក្រោយមកមានឧបាសកគេនិមន្តលោកគ្រូទៅឆាន់ឯផ្ទះអាផ្លូនទូលលោកគ្រូថាបើលោកគ្រូនិមន្តទៅឆាន់ឯផ្ទះគេសូមកុំស្លៀកស្បង់អីព្រោះនាំតែចាស់ឥតអំពើឃ្លុំតែជីវរទៅបានហើយគេមើលមិនឃើញទេត្បិតលោកគ្រូចេះមន្តអាគមបំបាំងកាយពូកែណាស់អ្នកណាក៏មើលមិនឃើញដែរលោកគ្រូជឿក៏ធ្វើតាមពាក្យសិស្សលុះមកដល់ព្រឹកឡើងលោកគ្រូប្រាប់សិស្សថាឯងតាមអញទៅឆាន់នៅឯផ្ទះឧបាសករួចក៏ឃ្លុំតែជីវរមិនស្លៀកស្បង់ដោយគិតថាឃ្លុំតែជីវរទៅបានហើយព្រោះមន្តអាគមរបស់អញពូកែអ្នកណាក៏មើលកែខ្មាស់មិនឃើញដែររួចក៏នាំសិស្សចេញទៅលុះទៅដល់ឧបាសកនិមន្តឡើងលើផ្ទះហើយគេក៏លើកចង្ហាន់មកដើម្បីប្រគេនលោកឆាន់ហើយលោកមិនបានស្លៀកស្បង់អង្គុយមិនស្រួលងាកឆ្វេងងាកស្ដាំក៏លិចគេខ្មាស់គេកណ្ដាលវាលឧបាសកទាំងអស់ឃើញដូច្នេះក៏នាំគ្នាសើចលាន់លោកគ្រូពុំទាន់បានឆាន់ចង្ហាន់ផងក៏មានចិត្តខ្មាស់ខ្លាំងណាស់ក៏ចុះពីផ្ទះត្រឡប់មកវត្តវិញជេរបន្ទោសសិស្សថាឯងមិនឲ្យអញស្លៀកស្បង់ឥឡូវអញខ្មាស់គេខ្លាំងណាស់នោះអាផ្លូនទូលថាលោកគ្រូកុំទាន់ខ្ញាល់ខ្ញុំប្រកាសណារឿងនេះប្រហែលខុសទំនមត្រង់ណាទេឬលោកគ្រូសួរថាឯងឃើញអញធ្វើខុសទំនមដូចម្ដេចអាផ្លូនសួរលោកគ្រូថាការលោកគ្រូនិមន្តទៅឆាន់ឯផ្ទះឧបាសក
និមន្តទៅតាមផ្លូវខាងណាលោកគ្រូប្រាប់អាប្លូនថាកាលអញចេញទៅអាប្លូនសួរលោកគ្រូថាកាលលោកគ្រូនិមន្តទៅឆាន់ឯផ្ទះឧបាសកនិមន្តទៅតាមផ្លូវខាងណាលោកគ្រូប្រាប់អាប្លូនថាកាលអញចេញទៅអញចូលទៅតាមផ្លូវខាងកើតស្ដាប់លោកគ្រូនិយាយហើយសិស្សក៏ថាអូច្បាស់ណាស់លោកគ្រូខុសដំណំហើយថ្ងៃមុនលោកគ្រូប្រាប់ខ្ញុំប្រកាសអាណាថាបើរៀនមន្តអាគមទាំងពួងត្រូវតមស៊ីផ្លែស្ពឺសំបីតែជ្រកក្រោមម្លប់ដើមស្ពឺក៏មិនបានវាសាបមន្តអាគមឥឡូវលោកគ្រូជ្រកក្រោមដើមស្ពឺដូច្នេះបានជាខុសដំណំសាបអាគមអស់ហេតុដូចនេះបានជាគេមើលគេខ្មាស់លោកគ្រូឃើញលោកគ្រូបានស្ដាប់ដូច្នេះហើយក៏ថាអើផ្លោញហើយអញផ្លេចតមបានជាយ៉ាងនឹងឯងថានេះពិតប្រាកដហើយលោកគ្រូនោះដោយឆោតល្ងងក៏ជឿជាក់ឥតសង្ស័យតាំងពីការនោះមកអាប្លូនជាសិស្សនៅបម្រើលោកគ្រូដោយសប្បាយនិងសុខសាន្តរៀងទៅអរគុណអ្នកទាំងអស់គ្នាសម្រាប់ការស្ដាប់ពេលនេះរឿងនិទានលោកគ្រូនិងសិស្សបានមកដល់ទីបញ្ចប់ហើយបើមានកន្លែងណាខុសឆ្គងសូមខន្តីមេត្តាអភ័យទោសផងសូមជួយចុច like និង subscribe ម្នាក់មួយផងជួបគ្នានៅវីដេអូក្រោយសូមអរគុណសូមជម្រាបលាបាយបាយ